Điឥឡូវនេះខ្ញុំខ្លួនឯងគឺខ្ញុំកំពុងតែរៀនរស់នៅជីវិតបែបលក្ខណៈអ្នកចំការពុកម៉ែបងប្អូនរាល់ថ្ងៃនេះគឺខ្ញុំបានរស់នៅជាមួយសត្វចិញ្ចឹមរបស់ខ្ញុំមានដូចជាកងានមាន់ទាហើយតែងតែធ្វើសកម្មភាពជាមួយពួកវាជាប្រចាំថ្ងៃដដែលអញ្ចឹងដូចជាការផ្ដល់ចំណីការសង្កេតមើលអាការៈរបស់ពួកវាហើយបូករួមជាមួយនឹងកត្តាអាកាសធាតុផងដែរហើយខ្ញុំតែងតែតាមដានសុខភាពពួកវាជាប្រចាំថ្ងៃដល់ខែនេះវារៀងត្រជាក់តិចហើយអញ្ចឹងខ្ញុំក៏ព្យាយាមផ្ដល់ជាកម្ដៅសម្រាប់ទៅឲ្យវាអញ្ចឹងពេលយប់ប្រលប់អីហ្នឹងយើងត្រូវរៀបចំបាំងកុំឲ្យវាខ្យល់ចូលទៅក្នុងទ្រុងយើងខ្លាំងពេកបង្កឲ្យវាហ្នឹងឈឺដាស់សាយអញ្ចឹងព្រោះអីប្រភេទពួកបក្សីនេះនៅពេលដែលត្រជាក់ខ្លាំងពេកគឺអត់បានទេគឺត្រជាក់ខ្លាំងពេកគឺនឹងតែឈឺហើយដល់គ្រុនដាស់សាយហើយអញ្ចឹងយើងត្រូវថែរក្សាសុខភាពសត្វចិញ្ចឹមរបស់យើងទាំងអស់គ្នាទី1ហើយមួយទៀតចំណីហ្នឹងក៏សំខាន់ដែរបើសិនជាយើងអត់អាចផ្ដល់ចំណីឲ្យវាបានគ្រប់គ្រាន់ទេគឺសត្វចិញ្ចឹមរបស់យើងវានឹងអាចនឹងចុះខ្សោយអញ្ចឹងហើយវាចាញ់អាកាសធាតុថែមទៀតពេលសត្វយើងឈឺយើងមិនទៅរកថ្នាំយើងត្រូវការចំណាយមកតង់ទៀតហើយអញ្ចឹងចំណុចមួយនេះគឺយើងត្រូវកាត់បន្ថយមែនទែនចំពោះខ្ញុំចំណីគឺខ្ញុំឲ្យស៊ីគ្រប់គ្រាន់ហើយទ្រុងរបស់ខ្ញុំគឺខ្ញុំអត់ឲ្យអាកាសធាតុវាយលុកបានទេគឺអាកាសធាតុគឺសមស្របដែលវាអាចទទួលយកបានអញ្ចឹងហើយកត្តាអនាម័យក៏យើងត្រូវសម្អាតដែរទ្រុងសម្អាតកុំឲ្យវាមានក្លិនស្អុយឈួលដល់សត្វចិញ្ចឹមយើងអញ្ចឹងតែវាឈួលខ្លាំងពេកក៏វាអាចបង្កជាជំងឺអីផ្សេងយ៉ាងដែរហើយចំពោះទ្រុងវិញគឺខ្ញុំប្រើជាកបោសម្រាប់មេរោគដែរមួយខែខ្ញុំប្រើម្ដងយើងបាចជុំវិញទ្រុងទាំងក្នុងទ្រុងនិងខាងក្រៅព្រោះអីបើយើងអត់បាចទេវានឹងអាចឈឺហើយរដូវនេះគឺភ្លៀងធ្លាក់ផងអញ្ចឹងវាអាចនឹងកើតច្រមកើតអីចឹងហើយទ្រុងរបស់ខ្ញុំគឺខ្ញុំអត់ឲ្យសើមទឹកទេតែសើមទឹកវាបង្កើតជាមេរោគអញ្ចឹងគឺទ្រុងជុំវិញទ្រុងមាត់របស់ខ្ញុំទាំងក្នុងទ្រុងគឺឲ្យស្ងួតរហូតអញ្ចឹងហើយបានសុខភាពរបស់មាន់ទារបស់ខ្ញុំគឺវាល្អហើយវាមិនឈឺមិនស្កាត់អញ្ចឹងពុកម៉ែបងប្អូន